ឆ្នាំនេះគឺមានអារម្មណ៍ថាសប្បាយចិត្តចាខុសពីធម្មតាគឺចាមិនដែលជួបជុំគ្នាចាមិនថាតែកូនចាបងប្អូនចាញាតិមិត្តចាចូលរួមចាតាំងពីចៅទួតចៅលាក្មួយចាអញ្ចឹងគឺសម្រាប់ថ្ងៃនេះគឺមកចូលរួមចាថ្ងៃចាបុណ្យប្រជុំបិណ្ឌធំចាសម្រាប់ពេញនេះខ្មែរយើងអញ្ចឹងណាបងប្អូនចាប៉ុន្តែសម្រាប់គ្លីបវីដេអូនេះគឺរៀងរញ៉េបញ្ញាតិចដោយសារកូនច្រើនចាបងប្អូនចូលរួមជួយគ្នាអញ្ចឹងណាបងប្អូនខ្លះគាត់ដាក់ទៅខាងនេះទៅខាងនេះដាក់ទៅខាងនេះទៅចាយកពិសេសគឺយើងមកជួបជុំគ្នាដើម្បីចាប្រគេនចាបាយសម្លជូនដល់ព្រះសង្ឃចាអញ្ចឹងគឺរាប់បានផងហើយចាអញ្ចឹងគឺសម្រាប់ឧទ្ទិសកុសលដល់ញាតិមិត្តចាទាំងពុកសន្តាននិងឪពុកម្ដាយនៃយើងបានចែកឋានទៅអញ្ចឹងណាគឺមានក្តីសុខហើយក៏សប្បាយចិត្តចារីករាយចាខ្លាំងសម្រាប់ឆ្នាំនេះសម្រាប់ខ្ញុំផ្ទាល់ចាព្រោះដោយសារអត់ដែលជួបជុំចាបងប្អូនចាជួបជុំគ្នាបែបនេះទេចាព្រោះដោយសារយើងឆ្ងាយគ្នាចាអញ្ចឹងសម្រាប់ឆ្នាំនេះគឺនៅជុំគ្នាចាចឹងគឺសម្រាប់បានទៅជុំចាម៉ែចាពុកចាដែលគាត់ចាមកវត្តចឹងណាជួយគាត់មកចឹងណាធម្មតាគាត់អត់សមបានទេបងប្អូនអើយព្រោះថាគាត់មានបញ្ហាឈឺក្បាលជង្គង់អីចឹងព្រោះថាគាត់ដើរឆ្ងាយអត់បានអីទេប៉ុន្តែគាត់តែឆ្នាំនេះគឺកូននៅចិត្តគាត់ចាទោះបីជាឈឺចាជង្គង់ឬក៏គាត់នៅហត់យ៉ាងណាធ្វើម្ហូបដាំស្លក៏គាត់នៅតែឆ្លៀតចាមកចូលរួមជាមួយនឹងកូនធ្វើបុណ្យចាដើម្បីឧទ្ទិសកុសលទៅដល់ចាឪពុកម្ដាយដែលយើងបានចែកឋានទៅចាឲ្យទៅដល់ញាតិមិត្តចាបងប្អូនសន្តានផងដែរនោះចាក្នុងឱកាសចាជុំបិណ្ឌឆ្នាំនេះគឺសប្បាយចិត្តនឹងរីករាយហើយក៏ជុំបិណ្ឌទៅដល់បងប្អូនចាទាំងអស់គ្នាផងដែរនោះទើបតែមានពេលចាកាត់คลิปវីដេអូខ្លីៗដើម្បីតម្កល់ទុកគឺអនុស្សាវរីយ៍ក្នុងឆ្នាំក្រោយៗទៀតដែលយើងទុកមើលចាអរគុណច្រើនសម្រាប់ការតាមដានវីដេអូខ្លីៗមួយនេះចាបញ្ហាបមេវិសម័យចន្តោបរិយតំណាង